Hello បាទខ្ញុំបាទ Kevin ជំរាបសួរអ្នកសិក្សាទាំងអស់បាទថ្ងៃនេះខ្ញុំបន្តទៀតអំពី clip មុនមកនៅក្នុងមេរៀនទី5បាទគឺជាបន្តទៀតអូខេយើងបានសិក្សាពីមេរៀនមុនមកដល់ equity theory អូខេថ្ងៃនេះយើងបន្តអំពី equity theory prediction អ្វីទៅគេហៅថា equity theory prediction equity theory prediction នេះគឺគេចង់សំដៅអំពីភាពអវិជ្ជមានបែបភាពអតុល្យភាពមួយគេថាអំពីតុល្យអតុល្យភាពមួយដែលមានភាពវិជ្ជមាននិងអវិជ្ជមានអូខេអញ្ចឹងអតុល្យភាពមួយដែលកើតឡើងដែលមានភាពអវិជ្ជមាននោះគឺនៅពេលណាដែលគេមើលឃើញនៅពេលណាដែលគេមើលឃើញមានការជាប់ពាក់ព័ន្ធហ្នឹងរបស់បុគ្គលម្នាក់ហ្នឹងគេថាតិចជាងបុគ្គលដទៃទៀតនៅក្នុងចំនួនមួយនៃការធ្វើកិច្ចការងារដើម្បីជាលក្ខណៈ input ណាជាលក្ខណៈ input នេះជាដើម្បីជាការចាប់ដើមដំបូងនៅក្នុងការងារណាអូខេដល់ពេលទី2គឺថាភាពអតុល្យភាពនៅក្នុងភាពវិជ្ជមានអតុល្យភាពនៅក្នុងភាពវិជ្ជមានហ្នឹងគឺនៅពេលណាដែលបុគ្គលម្នាក់ឬក៏មនុស្សមួយហ្នឹងដូចថាមើលឃើញទៅមានការជាប់ពាក់ព័ន្ធហ្នឹងច្រើនជាងអ្នកដតីដែលមានណាបើអ្នកហ្នឹងមានការជាប់ពាក់ព័ន្ធច្រើនជាងអ្នកដតីដែលមាននោះគឺជាអតុល្យភាពអវិជ្ជមានអូខេយើងមើលមកអាចចូលដាក់អូខេហើយបន្តទៀតគឺយើងចូលមកដល់អរិយាបថនៅក្នុងការ restoration មានន័យថាក្នុងការស្ដារនៅភាពequity នៅភាពតុល្យភាពអរិយាបថក្នុងការស្ដារឡើងវិញនៅតុល្យភាពអូខេអញ្ចឹងដើម្បីឲ្យមានភាពស្មើគ្នានៅក្នុងអរិយាបថមួយគឺយើងត្រូវតែកាត់បន្ថយ work input កាត់បន្ថយនៅការងារដាក់បញ្ចូលហ្នឹងមានន័យថាការចាប់ដល់ដំបូងហ្នឹងយើងកាត់បន្ថយវាបន្តិច change the outcome receive ធ្វើការផ្លាស់ប្ដូរធ្វើការផ្លាស់ប្ដូរនៅលទ្ធផលដែលយើងទទួលបានហើយនឹងចាក់ចេញពីស្ថានភាពទី3ទៀត change the comparison point ផ្លាស់ប្ដូរនៅចំណុចដែលប្រៀបធៀបpsychological distortion មានន័យថាធ្វើការផ្លាស់ប្ដូរតាមបែបចិត្តសាស្ត្រនៅវត្ថុទាំងអស់ហ្នឹងទាំងស្រុងតែម្ដងនៅរបស់របរទាំងអស់ហ្នឹងគឺតាមចិត្តសាស្ត្រយើងផ្លាស់ប្ដូរទាំងស្រុងតែម្ដងមានន័យថាប្ដូរពីរូបភាពធម្មជាតិឲ្យទៅជារូបភាពថ្មីមួយផ្សេងណាដូចថាឲ្យបាត់អាភាពដើមរបស់វាគេហៅថា distort អូខេ more change ហ្នឹង more change completely change distort try to change the effort okay effort of the comparison person មានន័យថាយើងព្យាយាមផ្លាស់ប្ដូរនៅសេចក្តីព្យាយាមនៅចំពោះការប្រៀបធៀបរបស់មនុស្សម្នាក់អញ្ចឹងដូចថា comparison a person មានថារបស់មនុស្សអូខេអញ្ចឹងយើងធ្វើការផ្លាស់ប្ដូរអូខេតទៀត your experience អំពីបទពិសោធន៍របស់អ្នក you regularly work longer hours than anyone else in your department yet you do not feel that you are being adequately recognized or rewarded អូខេគេថាតាមប្រក្រតីណាតាមធម្មតាជារៀងរាល់ថ្ងៃហ្នឹងអ្នកបានធ្វើកិច្ចការងារច្រើនជាងយូរជាងអ្នកដទៃផ្សេងទៀតណា someone else អ្នកដទៃទៀតនៅក្នុងនិយោគដ្ឋានរបស់អ្នកក៏ប៉ុន្តែអ្នកមិនប្រកាសថាអ្នកមិនប្រកាសមានអារម្មណ៍ថាអ្នកនឹងត្រូវបានគេទទួលស្គាល់គ្រប់គ្រាន់ឬក៏ត្រូវបានប្រាក់រង្វាន់នោះនៅឡើយទេអូខេ yet កន្លែងហ្នឹងប្រហែលថាប៉ុន្តែហើយមានពាក្យនៅឡើយចុងក្រោយគេប្រើពាក្យ yet អូខេ according to equity theory you will most likely យោងតាមទិសដីដែលមានសភាពស្មើគ្នា
ទស្សន័យដែលជាសមភាពអ្នកទំនងជាអូខេអ្នកភាគច្រើនទំនងជា English are offered by working longer ទំនងជាអ្នកបង្កើនការព្យាយាមដើម្បីធ្វើការងារបានយូរណា as for raise bonus មានន័យថាហើយចង់ស្នើសុំណាសុំឲ្យគេដំឡើងប្រាក់ខែឬក៏សុំប្រាក់បន្ថែមអញ្ចឹងណាកាត់បន្ថយការព្យាយាម decreasing hours វាអាចទៅជាការកាត់បន្ថយការព្យាយាមវិញបើសិនជាសុំវាអត់បានហ្នឹងហើយនឹងកាត់បន្ថយម៉ោងអូខេដោយការកាត់បន្ថយម៉ោង frame situation learning experience and benefit for your future career ឲ្យយើងនឹងគ្រោងនៅស្ថានភាពទាំងអស់ហ្នឹងណាជាបទពិសោធន៍នៅក្នុងការសិក្សាហ្នឹងហើយដើម្បីជាផលប្រយោជន៍មួយនៅក្នុងអាជីពរបស់អ្នកក្នុងពេលអនាគតអូខេអានេះក៏ណាជា experience ដែលយើងមានមតិយោបល់ដែលយើងយល់ថាអញ្ចឹងណាអូខេបន្តទៀតតកតងទៅនឹង organizational justice មានភាពយុត្តិធម៌នៅក្នុងអង្គភាពអូខេ how fair and equitable people view the practice of their workplace ឧទាហរណ៍ដែលយើងធ្វើការនៅក្នុងកន្លែងណាមួយនៅក្នុងអង្គភាពមួយអង្គការសមាគមឬក៏យើងធ្វើការនៅក្នុងរោងចក្រក្រុមហ៊ុនអីមួយអញ្ចឹងតើមានភាពយុត្តិធម៌ក្នុងការគ្រប់គ្រងទេណាឲ្យយើងនឹងពិចារណាមើលសាររើមើលឡើងវិញ how fair ណា how fair ណាអីក៏មានការមានភាពយុត្តិធម៌និងភាពសមធម៌ចំពោះបុគ្គលនៅក្នុងនោះទេតាមទស្សនៈរបស់អ្នកហ្នឹងណានៅកន្លែងការងារហ្នឹងអាហ្នឹងគេឲ្យឈ្មោះថា organizational justice អូខេ procedural justice គឺជា degree you know គឺជា degree to which the rule and procedure specify policy are probably allowed procedural justice នេះគឺជាធម៌នៅក្នុងការបង្កើតច្បាប់ការអនុវត្តច្បាប់កំណត់ច្បាប់អីផ្សេងៗណាតាម policy ហ្នឹងវាសមរម្យដែរមានការតាមលំដាប់អីចឹងដែរអត់ទេថាបទបទដ្ឋានហ្នឹងភាពយុត្តិធម៌ក្នុងបទក្នុងបទដ្ឋានហ្នឹងវាមានភាពជាកម្រិតណាមួយអញ្ចឹងណាបាទ distributive justice ជាកម្រិតមួយដែលប្រជាជនត្រូវបានគេចាត់ទុកថាស្មើគ្នាបានចាត់ទុកថាដូចគ្នានៅក្រោមផ្លូវច្បាប់នៅក្រោមបទបទដ្ឋានទម្រង់បែបបទ policy គោលការណ៍ regardless of race ដោយសារចំពោះឬក៏ដោយសារតែរឿងពុទ្ធសាសឬអីចឹងណាមានន័យថានៅក្នុងហ្នឹងគេចតាដែលគេចែងនៅក្នុងនោះគឺថាมันប្រកាន់ពុទ្ធសាសន៍មិនអីចឹងហើយតើវាមានពិតដែរអត់ចឹងចង់និយាយចឹងអូខេអាហ្នឹងគេចង់និយាយពីការប្រកាន់ឬអើងពុទ្ធសាសន៍ពណ៌សម្បុរអាយុឬក៏ភេទអីចឹងផ្សេងឬក៏ចរិតលក្ខណៈតាមគ្រប់រូបភាពណាមួយផ្សេងទៀតទី3គេថា interactional justice រួមមានទាំងភាពយុត្តិធម៌កើតឡើងក្នុងកម្រិតមួយដែលប៉ះពាល់ដោយការសម្រេចចិត្តដែលគេចាត់ទុកពាក់ព័ន្ធទៅនឹងសេចក្តីថ្លៃថ្នូរហើយនឹងការគោរពdignity សេចក្តីភាពថ្លៃថ្នូររបស់មនុស្សហើយនឹងការគោរពមានន័យថា interactional នោះមានន័យថាគឺជាការប្រព្រឹត្តតបតភាពយុត្តិធម៌ដែលកើតឡើងជាកម្រិតមួយរបស់មនុស្សដែលផលប៉ះពាល់នឹងការសម្រេចចិត្តនៅក្នុងការចាត់ទុកមនុស្សណាដោយថាអ្នកខ្លះគេអាងគេយើងនឹងជាមេយើងហ្នឹងគេចាត់ទុកថាយើងដូចជាសត្វដូចជាអីចឹងហើយគេជីកយើងទៅនឹងស្អីផ្សេងណាវាហួសពីសេចក្តីថ្លៃថ្នូរនឹងការគោរពរបស់មនុស្សគេឧបមាថាយើងមានឈ្មោះចឹងគេមិនហៅយើងឈ្មោះនៅរឿងគេហៅឈ្មោះអីផ្សេងដែលធ្វើឲ្យមានលក្ខណៈមួយគេថោកទាបឬក៏ចាត់ទុកថាអ្វីមួយដែលមិនសមរម្យចឹងណាហ្នឹងហើយមានន័យថាពាក់ព័ន្ធទៅនឹងសេចក្តីថ្លៃថ្នូរហើយនឹងការគោរពរបស់មនុស្សអានឹងគឺជាការខុសច្បាប់មួយគេចង់និយាយចាស់អូខេទី4គេថា community justice គឺជាកម្រិតមួយនៃការ
exchange ហើយនឹង transaction among the parties is considered free and fair មានន័យថាជាការដែលផ្លាស់ប្ដូរឬក៏ជាចលនកម្មមួយក្នុងចំណោមភាគីទាំងពីរណាក្នុងចំណោមភាគីទាំងពីរដូចថារវាងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ហ្នឹងហើយត្រូវបានគេចាត់ទុកថាជាដូចថាជា free ហើយនិង fair បើន័យថាសេរីនិងយុត្តិធម៌ community justice មានន័យថាគឺជាភាពយុត្តិធម៌ដែលកើតឡើងចំពោះចំពោះភាគីទាំងពីរនៅក្នុងការផ្ដោះប្ដូរគ្នាទៅវិញទៅមកដោះដូរគ្នា exchange ផ្លាស់ប្ដូរគ្នាទៅវិញទៅមកហ្នឹងដែលថាថ្ងៃនេះគេឲ្យអ្នកនឹងធ្វើវិញហ្នឹងធ្វើមកពីពីនេះទៅពីនេះថ្ងៃក្រោយឡើងអ្នកផ្សេងមកចំណុចអីវិញអញ្ចឹងណាបើថាចាត់ទុកចាត់ឲ្យអ្នកនឹងរហូតហើយมันផ្លាស់ប្ដូរអញ្ចឹងក៏មានការ exchange អញ្ចឹងមានន័យថាជាចវាយហ្នឹងមានថាអ្នកដែលមើលការខុសត្រូវគឺថាมันមានភាពយុត្តិធម៌ទេនៅក្នុងគេហៅថាinequity theory គឺជាទ្រឹស្ដីមួយដែលបញ្ជាក់អំពីសមភាពគ្នារវាងបុគ្គលិកកម្មករគឺចង់និយាយអញ្ចឹងណាហើយបើសិនជាយើងមើលឲ្យយើង view you know you have to view all your activities or your working place how is fair វា fair ប៉ុណ្ណាដែរ attributive justice វា not fair ឬក៏ interactive justice ចឹងណា okay that's what they say okay បន្តទៀត person motivation is multiplicative function of expectancy instrumentalities and violence okay and violence គេថាការជំរុញទឹកចិត្តរបស់មនុស្សម្នាក់គឺជាណាគឺជា multiplicative ណា multiplicative function គឺជាមុខងារមួយដែលមានភាពស្មុគស្មាញច្រើននៅក្នុងការសេចក្តីសង្ឃឹមការ expectancy instrumentality ហើយនឹង instrumentality មានន័យថាគឺជាការដាក់ឧបករណ៍ហើយនឹងការ violence ណា violence គឺជាបញ្ចេញបង្ហាញនៃតម្លៃគឺជាការដូចជា value ចឹងប៉ុន្តែវាជា violence ណាគឺជាការបង្ហាញនៅតម្លៃដែលយើងធ្វើនោះអូខេអញ្ចឹងមានន័យថា motivation នៅក្នុងទ្រឹស្ដីequity ហ្នឹង motivation ស្មើឲ្យ expectation គុណជាមួយនឹង instrumentality គុណជាមួយនឹង violence អូខេ expectation គឺជា effort ណាគឺជាការព្យាយាមវាលយល់គឺជាការព្យាយាមដែលឈានទៅរកទៅនឹងការបំពេញការងារដែលគួរឲ្យទទួលបានអូខេយល់កន្លែងនេះមិនមែនស្លាយទេគឺថាឈានទៅរកអូខេគឺយើងយល់ទៅយើងឈានទៅរកអូខេ instrumentality verb form will be reward ដូចថា instrumentality នេះគឺថាសំដៅទៅលើអ្នកបំពេញការងារហ្នឹងការបំពេញកិច្ចការងារហ្នឹងនឹងត្រូវបានគេផ្ដល់ជាប្រាក់រង្វាន់យើងត្រូវមាន expectation សេចក្តីសង្ឃឹមទៅរកសេចក្តីសង្ឃឹមទុកជាមុនហើយនឹង instrumentality គឺជាអ្វីដែលជាប្រាក់រង្វាន់ធ្វើដើម្បីជាប្រាក់រង្វាន់ Violent value of reward is highly positive មានន័យថា Violent គឺជាតម្លៃនៃប្រាក់រង្វាន់ហ្នឹងដែលមានវិជ្ជមានខ្ពស់អូខេដែលមានវិជ្ជមានខ្ពស់ចង់មានន័យថាសរុបទាំង3នេះមកគឺជាទ្រឹស្ដីមួយនៃ motivate អូខេកាលណាយើងចង់ motivate មនុស្សយើងសង្ឃឹមថាកិច្ចការងារដែលមនុស្សនឹងធ្វើហ្នឹងគឺយើងអាចទទួលយកបានទី2យើងចង់ motivate មនុស្សគឺការងារអ្នកធ្វើហ្នឹងគួរតែនឹងត្រូវបានទទួលរង្វាន់គេហៅថា instrumentality អូខេទី3 violence បើន័យថាតម្លៃនៃរង្វាន់ហ្នឹងគឺវាមានភាពវិជ្ជមាននឹងខ្ពស់សម្រាប់បុគ្គលហ្នឹងអូខេអាហ្នឹងគឺជាទ្រឹស្ដី motivate ដែលមានសភាពស្មើគ្នាឧទាហរណ៍ណាឧទាហរណ៍ victory room expectation theory គឺថា Victor
we room expectation theory okay room នេះដូចជា people exert work upward okay to exert you know to exert មានន័យថាចង់និយាយថា people exert ហ្នឹងគឺថា exert work upward you know upward ហ្នឹងគឺ to achieve task performance បានន័យថាមនុស្សដែលបានន័យថាបានជំរុញទឹកចិត្តព្យាយាមប្រឹងប្រែងធ្វើការងារនិងទទួលបាននៅ task work you know task performance គឺជា expectation ណាគឺជា expectancy select capable worker មានន័យថាយើងជ្រើសរើសមនុស្សដែលអាចធ្វើទៅបាន train them support them set the clear goal ណាក្នុងទស្សនៈមួយ expectation គឺយើងមើលអ្នកនឹង you know people exert work upward គេណាមើលអ្នកនឹងណាមើលអ្នកនឹងដែលធ្វើកិច្ចការងារនឹងគឺថាគេ achieve task performance នឹងតើគេធ្វើទៅបានល្អទេគេមានសមត្ថភាពគ្រប់គ្រាន់ទេពេលគេធ្វើទៅដោយតែយើងយល់ថាគេមានសមត្ថភាពយើង train គេទៅយើង support គេយើងជួយគេហើយយើង set goal ឲ្យបានច្បាស់ឲ្យគេអូខេ and realize តមកគឺថាយើង realize យើងបានដឹង work related outcome យើងបានដឹងថាកិច្ចការងារនឹងវានឹងចេញលទ្ធផលណាចឹង instrumentality គឺ charity possible reward for គឺជា charity មានន័យថាជាមនុស្សធម៌នៃប្រាក់រង្វាន់ដែលអាចកើតឡើងសម្រាប់ការបំពេញនឹងហើយនឹងផ្ដល់ឲ្យគេនៅ perform contingency reward គឺនឹងផ្ដល់ប្រាក់ចង្វាន់ជាចំនួនអូខេតែរង្វាន់ផ្សេងទៀតជាចំនួនចឹងណា Wallen identify need and much reward to need មានន័យថាគេបានសម្គាល់អូខេគេបានសម្គាល់នៅតម្រូវការហើយនឹងផ្គត់ផ្គង់នៅប្រាក់រង្វាន់នោះដើម្បីតម្រូវការឲ្យមនុស្សហ្នឹងអូខេ That's it okay motivation implication of expectancy theory គេថាលទ្ធផលនៃការ motivate ហ្នឹងការជំរុញលើកទឹកចិត្តហ្នឹងនៃទ្រឹស្ដីក្នុង expectancy អូខេexpectancy motivation is sharply reduced when expectancy instrumentality or Wallen approach zero or are negative គេថា motivation វានឹងកាត់បន្ថយយ៉ាងឆាប់រហ័សនៅពេលដែល expectancy instrumentality and Wallen ហ្នឹង approach ហ្នឹងដែល Wallen approach យុទ្ធសាស្ត្រហ្នឹងត្រូវបាន zero ឬក៏អវិជ្ជមានMotivation is high when expectation and instrumentality and are high and Wallen is strongly positive. Motivate នឹងមានកម្រិតខ្ពស់នៅពេលដែល expectation សេចក្តីសង្ឃឹមរំពឹងទុកជាមុនហ្នឹងហើយនឹងដូចថាអ្វីដែលយើងការប្រព្រឹត្តហ្នឹងដែលគួរឲ្យមោទនៈគួរឲ្យផ្ដល់តម្លៃជារង្វាន់ជាអីហ្នឹងមានកម្រិតខ្ពស់ហើយនឹង Wallen គឺមានភាពមមាំមួនជាវិជ្ជមានអាហ្នឹងមានន័យថា motivation មានការកើនឡើងអូខេការមានប្រសិទ្ធភាពចង់និយាយចឹងអូខេ That's it ហើយបន្តមកទៀតគេថា set goal setting ការរៀបចំនៅគោលដៅដូចជាគេដាក់កម្មចន្ទាឡើងគេមួយផ្សេងគ្នាវាគឺជា process of developing negotiating and formalize the target or objective that a person is responsible for accomplishing មានន័យថា goal setting គឺជាដំណើរការនៃការអភិវឌ្ឍនៃការ negotiate នៃការចរចាហើយនឹងការ formalize ណា formalize មានន័យធ្វើឲ្យសាមញ្ញណាធ្វើកំណត់នៅភាពសាមញ្ញមួយនៃ target នៃគោលដៅឬក៏គោលបំណងដែលមនុស្សនឹងទទួលខុសត្រូវក្នុងការអនុវត្តអូខេនេះគឺជា goal setting និយមន័យរបស់ goal setting គឺជាដំណើរការក្នុងការអភិវឌ្ឍការចរចាអូខេការអភិវឌ្ឍការចរចាហើយនឹងការធ្វើឲ្យដាក់កំណត់គោលដៅមួយសាមញ្ញឬក៏គោលបំណង
ប្រាប់មនុស្សអនុវត្តអូខេហើយរួមមាន difficult goal ដែលលំបាកគោលបំណងដែលលំបាកជាញឹកញយដឹកនាំ to lead to higher performance than a less difficult one មានន័យថាគោលបំណងដែលលំបាកតែធ្វើការដឹកនាំក្នុងតាមពេញការងារនឹងមានកម្រិតខ្ពស់ជាងគោលបំណងដែលងាយស្រួលអូខេធម្មតាដែរណាហើយ specific goal គឺគោលបំណងភាពជាក់គោលបំណងដែលបញ្ជាក់អំពីភាពជាក់លាក់មួយគោលបំណងជាក់លាក់មួយ are most likely to lead to the highest performance than values or every general use មានន័យថាទំនងជាដឹកនាំទៅឈានទៅរកទំនងជាឈានទៅរកនៅការបំពេញការងារនឹងមានកម្រិតខ្ពស់ជាងភាពស្រពិចស្រពិល value មានន័យថាជាប្រជាប្រសើរជាងភាពមិនច្បាស់លាស់ភាពមិននឹងធឹងឬក៏ស្រពិចស្រពិលឬក៏ very general one ឬក៏មួយដែលទូទៅបំផុតអូខេអានឹងគឺជា specific goal អូខេតទៀតគឺថា task feedback គឺទំនងជា motivate អូខេ motivate is likely to motivate people task feedback គឺទំនងជាជំរុញលើកទឹកចិត្តមនុស្សចំពោះកិច្ចខំប្រឹងប្រែងជាងដូចណាចំពោះការបំពេញការងារមានកម្រិតខ្ពស់ជាងឆ្ពោះទៅនឹងការបំពេញការងារមានកម្រិតខ្ពស់ជាងដោយការលើកទឹកចិត្ត setting of high performance goal ហើយរៀបចំឲ្យមានការបំពេញការងារហ្នឹងឲ្យបានខ្ពស់គោលដៅក្នុងការបំពេញការងារហ្នឹងឲ្យបានកម្រិតខ្ពស់អាហ្នឹងគេហៅថា task feedback អូខេបន្តមកទៀតគឺ goal are most likely to lead to higher performance when people have the ability and the feeling of self-efficacy required to accomplish them មានន័យថាគោលដៅគឺអ្វីៗដែលទំនងជាឈានទៅរកការបំពេញមានន័យថាការបំពេញផ្នែកhigher performance មានន័យថាការបំពេញដែលមានលក្ខណៈខ្ពស់ហើយវិននៅពេលដែលមនុស្សមានលទ្ធភាពឬក៏មានអារម្មណ៍ថាអាចធ្វើទៅកើតដោយខ្លួនឯងកើតអាចធ្វើទៅដោយខ្លួនឯងមានទុកចិត្តដែលអាចធ្វើទៅដោយខ្លួនឯងបានតម្រូវឲ្យមានការអនុវត្តវាអូខេគឺសំខាន់បំផុតគឺមានការអនុវត្តដល់ផ្ទាល់ដែលយើងឃើញផ្ទាល់អញ្ចឹងអាហ្នឹងគឺជា goal បាទគឺជា goal មួយ goal ជាភាគច្រើនគឺថា motivate គឺជំរុញលើកទឹកចិត្តចំពោះមនុស្សចំពោះទៅនឹងការងារដែលមានលក្ខណៈខ្ពស់នៅពេលដែលពួកគេទទួលនៅពេលដែលពួកគេទទួលបានដោយបុគ្គលម្នាក់ឬក៏មានការបំពេញអ្វីមួយ commitment មានការប្រព្រឹត្តអ្វីមួយចំពោះពួកគេចឹងណាធ្វើអីមួយចំពោះពួកគេបាទអាហ្នឹងគឺជា goal management by objective MBOs okay process of joint goal setting between supervisor and subordinate មានន័យថាគោលបំណងក្នុងការរៀបចំណាក្នុងការចាត់ចែងរបស់គ្រប់គ្រងហ្នឹងគឺជាដំណើរការមួយនៃការនៃឆ្អឹងដូចថាឆ្អឹងចល័តមួយនៅក្នុងការរៀបចំការងាររវាងមនុស្សហើយរវាង supervisor ប្រធានហើយនិងអ្នកនៅខាងក្រោមហ្នឹងហើយនឹងអ្នកនៅក្រោមអាវ៉ាត់របស់ខ្លួនហ្នឹងអូខេអាហ្នឹងគឺជាគោលបំណងនៅក្នុងការដឹកនាំអូខេការគ្រប់គ្រងហ្នឹងអូខេយើងមើលមកគេថា team leaders ហើយនិង team members you know jointly establish performance goal ហ្នឹង joint ហ្នឹង team leader team member
actively participate in developing government goals. Individually act, jointly evaluate, resolve and recycle process. Okay, thì họ ta ơi xong chọc xong chọc nữa xong trong chọc hết ta chọc vào nói okay hơi lượn ok rồi dừng chọc ok chọc nữa xong Sao